ចឹងបន្តទៅមុខទៀតទៅសក់ខ្ញុំមិនក្បាលទៅងោលទេអូយពិបាកចិត្តនេះសក់ក្បាលជ្រុះរងថ្ងៃហ្មងហើយបើសក់វិញណាបាយចុងក៏ច្រើនដែរហើយស្អិតជពាក់វិញនិយាយបាច់និយាយហ្មងឲ្យលេខ1ហ្មងហើយចឹងបន្តទៅមុខទៀតទៅសក់ខ្ញុំមិនក្បាលទៅងោលទេបងអ្នកខ្លះដែលជួបបញ្ហាសក់ដូចដែលខ្ញុំបានរៀបរាប់ខាងលើខ្ញុំមិនមែនអត់រកវិធីដោះស្រាយទេប៉ុន្តែស្រួលតែគេកំពុងតែល្បីនៅលើទីផ្សារគឺខ្ញុំបានសាកអស់ហើយសក់ខ្ញុំនៅកាន់តែកក់កាន់តែជ្រុះនៅដើមហើយខ្ញុំក៏បានឃើញជាមួយនឹងសាប៊ូមួយប្រភេទហ្នឹងគឺល្អខ្លាំងមែនតើហើយត្រូវជាមួយនឹងបញ្ហាសក់ដែលខ្ញុំកំពុងជួបប្រទះទៀតអញ្ចឹងណាបងប្អូនចង់ដឹងថាសាប៊ូហ្នឹងល្អកម្រិតណាកុំភ្លេចតាមដានទាំងអស់គ្នាHello បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ណែនាំជាមួយនឹងសាប៊ូកក់សក់ Sandariel សម្រាប់បងប្អូនស្រីៗគ្នាយើងដែលចូលចិត្តលេងជាមួយនឹងពណ៌សក់ឬក៏បងប្អូនទាំងអស់គ្នាមានបញ្ហាជាមួយនឹងសក់ជ្រុះបាយចុងតកើរគូសឬក៏បងប្អូនទាំងអស់គ្នាសក់ឈូទាំងដៃប្រើជាមួយនឹងប្រភេទសាប៊ូណាក៏បងប្អូនទាំងអស់គ្នាជ្រើសរើសអត់ត្រូវដែរមែនអត់ចាថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាមកប្រើជាមួយនឹងសាប៊ូកក់សក់ Sandariel តែម្ដងជាមួយនឹងឈុតសាប៊ូកក់សក់ Sandariel គឺមាន4មុខបងប្អូនទាំងអស់គ្នាមានជាមួយនឹងកក់អបជាមួយនឹងក្រែមបតុនហើយនឹងសេរ៉ូមបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាចង់បានសក់វែងដោះលឿនដូចខ្ញុំបងប្អូនទាំងអស់គ្នាកុំភ្លេចប្រើជាមួយនឹងសាប៊ូកក់សក់ Sandariel ណាបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនស្រីៗគ្នាយើងចង់បានសក់អលោះឡងទន់មានសំណើមបងប្អូនទាំងអស់គ្នាអាចជ្រើសរើសប្រើជាមួយនឹងឈុតសាប៊ូកក់សក់ Sandariel បានណាអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនទាំងអស់គ្នាអាចឆាតចូលពេចបានណាអរគុណជម្រាបលា